ពិព័រណ៍យានយន្តនៅទីក្រុងតូក្យូរំលេចបច្ចេកវិទ្យារថយន្តទំនើបប៉ុន្តែប្រឈមបញ្ហាពន្ធគយរបស់លោកដូណាល់ត្រាំនៅក្នុងកម្មវិធីពិព័រណ៍រថយន្តនៅទីក្រុងតូក្យូប្រទេសជប៉ុនក្រុមហ៊ុនផលិតរថយន្តធំៗបានបង្ហាញពីភាពច្នៃប្រឌិតបែបអនាគតរបស់ពួកគេលើសពីរថយន្តដែលធ្លាប់មានពីមុនមកក្នុងនោះក្រុមហ៊ុន Honda បានបង្ហាញយានយន្តប្រភេទ Unicorn ដែលជាលក្ខណៈកៅអីអង្គុយមនុស្សយន្តដែលត្រូវបានរចនាឡើងសម្រាប់ការចល័តផ្ទាល់ខ្លួននិងការដឹកជញ្ជូនរហ័សវាមិនបង្កសំឡេងរំខាននោះទេដោយផលិតឲ្យបាននៅមុនឆ្នាំ2035ចំណែកក្រុមហ៊ុន Toyota បានបង្ហាញយន្តហោះមួយគ្រឿងដែលមានលក្ខណៈដូចទៅនឹងឧទ្ធម្ភាគចក្រដែលមានក្បាលម៉ាស៊ីនចំនួន6ត្រូវបានអភិវឌ្ឍក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចររបស់សហរដ្ឋអាមេរិក Joby ដែលកំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៅឡើយដោយឡែកក្រុមហ៊ុន Mazda បានគូបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការបង្កើតរថយន្តដែលអាចយល់ពីអារម្មណ៍របស់អ្នកបើកបរស្របពេលនោះពួកវាក៏លើកកម្ពស់និរន្តរភាពបរិស្ថានដោយកាត់បន្ថយការបំភាយកាបូននៅពេលប្រើប្រាស់វាកាន់តែច្រើនទន្ទឹមនឹងនេះក្រុមហ៊ុន Nissan បានបង្ហាញគំរូរថយន្តអគ្គិសនី Sakura ដែលមាន Solar Extender ជាដំបូល Solar ដែលអាចបិទបើកបាននិងបង្កើតថាមពលសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះឬពេលមានអាសន្នដោយផ្ដោតទៅលើការយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានដូចគ្នាយ៉ាងណាមិញនៅពីក្រោយភាពទំនើបចម្រុះរបស់ពិព័រណ៍យានយន្តនៅទីក្រុងតូក្យូគឺជាការគំរាមកំហែងនៃរនាំងពន្ធគយថ្មីទៅលើរថយន្តពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលបានដំឡើងពន្ធពី 2.5% ដល់ 15% បើទោះបីជាចំនួននេះបានធ្លាក់ទាបជាងការដំឡើងកាលពីលើកមុនដែលមាន 25% ក៏ដោយពន្ធគយនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនខាតបង់ច្រើនជាង 2,000 លានយេនឬស្មើនឹងប្រមាណ 13,000 លានដុល្លារនៅក្នុងប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនសូមជម្រាបថាប្រទេសជប៉ុនបាននាំចេញរថយន្តជាង 1 លានគ្រឿងទៅកាន់សហរដ្ឋអាមេរិកក្នុងមួយឆ្នាំប៉ុន្តែសហរដ្ឋអាមេរិកលក់រថយន្តបានតែ 16,000 គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុនទន្ទឹមនឹងនោះម៉ាកយីហោឡានជប៉ុនមានប្រហែល 40% ឯណោះនៃចំណែកទីផ្សាររបស់សហរដ្ឋអាមេរិក